សូមអរគុណដែរនេះជាថ្ងៃទី3ហើយវេលានេះយើងប្រឡប់ហើយនេះនៅផ្លូវមាត់ទន្លេផ្លូវថ្មើរជើងយើងហើយចឹងសភាពការពីថ្ងៃទី1ដល់ថ្ងៃទី3នេះគឺសភាពការល្អហើយมันមានអីឲ្យកត់សម្គាល់ទេហើយពេលនេះគឺកំពុងតែសប្បាយភាពរបស់ប្រជាពលរដ្ឋហ្នឹងគាត់រីករាយកំពុងដើរកម្សាន្តហើយមើលតាមដងផ្លូវគឺគាត់មានការទិញហូបចុកដោយសារអីគឺថាសាននេះគឺយើងបានរៀបចំល្អទាំងបរិស្ថានទាំងអនាម័យហើយនិងស្ដាប់ធ្នាប់អញ្ចឹងទេទៅគ្រប់រមណីយដ្ឋានទាំងអស់គឺថាកំពុងតែរីករាយនឹងភាពញញឹមរបស់ភ្ញៀវជាតិអន្តរជាតិជាពិសេសពលរដ្ឋខ្មែរយើងនេះជាកិច្ចការងារមួយដែលយើងឲ្យសប្បាយហើយអញ្ចឹងចាប់ពីថ្ងៃទី1មកដល់ម៉ោងនេះគឺថាសភាពការគឺល្អมันមានអ្វីដែលឲ្យយើងមានការព្រួយបារម្ភកត់សម្គាល់ទេតែក៏យើងមិនប្រហែសដែរគឺថាយើងបង្កើនសុខភាពសន្តិសុខទ្វេដងដល់ម៉ោងនេះគឺយើងបង្រៀនកម្លាំងទាំងគណៈជាការឯកភាពរាជធានីភ្នំពេញនិងថ្នាក់ដឹកនាំរបស់អគ្គស្នងការកោអាជាតិកំពុងតែបង្រៀនហើយត្រៀមកម្លាំងទ្វេដងព្រោះជាថ្ងៃទី3ដែលបងប្អូនជារដ្ឋខ្លះចាក់ចេញពីរមណីយដ្ឋានតាមខេត្តហើយនឹងវិលមកលំនៅឋានគាត់វិញបាទនេះជាកិច្ចការងារមួយដែលយើងកំពុងតែដើរត្រួតពិនិត្យមើលគឺថាសភាពការគឺថាសូមទទួលស្គាល់ថាល្អប្រសើរសូម្បីតែការវែងក្មេងខ្មាំងអីពីឪពុកម្ដាយក៏អត់មានដែរបាទមានមួយគឺយើងរកឃើញតាន់ពេលវេលានេះជាកិច្ចការងារដែលយើងបានរៀបចំគ្រោងទុកជាមុនបាទហើយដល់ជាការកត់សម្គាល់សង្កេតឃើញថាថ្ងៃទី3នេះប្រជាពលរដ្ឋច្រើនទ្វេដងជាងថ្ងៃទី1ទី2យ៉ាងដូចតែដល់ហើយបាទខ្ញុំបាទដើរត្រួតពិនិត្យតាំងពីរមណីយដ្ឋានវត្តភ្នំរហូតមកដល់ផ្លូវថ្មើរជើងនេះគឺយើងឃើញថាប្រជាពលរដ្ឋនិងមហាជនជាពិសេសភ្ញៀវបរទេសហ្នឹងគឺថាកើនឡើងជាម្សិលមិញនេះទ្វេ1ជា10បាទនេះជាកិច្ចការងារមួយហើយដល់មានសម្រាប់ធ្នាប់ល្អទៀតគាត់ដើរលេងសប្បាយមិនឲ្យមានផ្សែងម៉ូតូគឺមួយឲ្យមានប៉ះពីអីគាត់ទេអញ្ចឹងឥឡូវគាត់កំពុងតែសប្បាយហើយឥឡូវភ្ញៀវកំពុងតែចូលមកថែមទៀតអញ្ចឹងគឺថាដល់ម៉ោងនេះជាពលរដ្ឋកើនទ្វេដល់1 គុណនឹង10បាទ